ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Am Channel ថ្ងៃនេះដែរខ្ញុំនឹងចែករំលែកបងប្អូនពីរបៀបធ្វើអូវ៉ាន់ទីនទឹកដោះគោងាយៗដែលអាចធ្វើញ៉ាំក៏បានធ្វើលក់ក៏បានឥឡូវយើងទៅមើលពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាជាដំបូងយើងត្រូវប្រើម្សៅអូវ៉ាន់ទីនចំនួន2ស្លាបព្រាបាយពេញបន្ទាប់មកទៀតយើងប្រើម្សៅទឹកដោះគោ1ស្លាបព្រាបាយដូចគ្នាចាបន្ទាប់មកទៀតគឺយើងត្រូវប្រើទឹកក្តៅដំពុះចំនួន80 មីលីលីត្រចារួចហើយយើងកូរគ្រឿងផ្សំទាំងអស់នេះឲ្យរលាយចូលគ្នាបន្តិចសិនបន្ទាប់ពីគ្រឿងផ្សំរបស់យើងរលាយសព្វល្អហើយចាំយើងដាក់ទឹកដោះគោខាប់តាមក្រោយចានេះគឺទឹកដោះគោខាប់យើងប្រើចំនួន40 ml សម្រាប់បងប្អូនដែលចង់បានរសជាតិផ្អែមតិចឬច្រើនអាចបន្ថែមបន្ថយតាមក្រោយបានប៉ុន្តែសម្រាប់រូបមន្តនេះគឺល្មមចាបងប្អូនម៉ានុយអូវ៉ាន់ទីននេះបើសិនជាយើងប្រើរសជាតិផ្អែមខ្លាំងគឺអត់ឆ្ងាញ់ទេបន្ទាប់មកយើងត្រូវប្រើទឹកដោះគោស្រស់ចំនួន25 ml ទឹកដោះគោស្រស់បងប្អូនអាចប្រើម៉ាកណាក៏បានអាចប្រើជា fresh meal ឬក៏ទឹកដោះគោ Carnation ក៏បានចារួចរាល់ហើយគឺយើងត្រៀមកែវទឹកកករបស់យើងចាសម្រាប់រូបមន្តនេះដែរគឺសម្រាប់កែវលេខ22ចាក់ទឹកកកចូលកែវរួចហើយយើងចាក់គ្រឿងផ្សំរបស់យើងចូលជាចុងក្រោយយើងគ្រាន់តែបន្ថែមជាមួយនឹងទឹកដោះគោស្រស់ពីលើបន្តិចរួចជាការស្រេចចាបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តវីដេអូសូមជួយ Subscribe បើសិនជាបងប្អូនចង់បានម៉ានុយថ្មីអាច comment នៅខាងក្រោមវីដេអូបានអរគុណបងប្អូនជម្រាបលា